mà tôi đi là tung vậy còn ai tôi đi chặt thì ta ra nhặt lắm តើឥឡូវលោកគ្រូអ្នកគ្រូម្សិលមិញយើងបានរៀនតាក់ទងជាមួយនឹងការដាក់សុំទំព័រហើយនិងសុំកថាខណ្ឌហើយអញ្ចឹងនៅក្នុងការដាក់សុំទំព័រសុំកថាខណ្ឌនេះគឺយើងបើយើងដាក់ត្រឹមតែกระดาษប៉ុណ្ណឹងគឺយើងងាយស្រួលដាក់ទេឧទាហរណ៍ចំណុច2.1នេះយើងមកដល់ការដាក់ការកំណត់សុំឲ្យការកំណត់ឲ្យសុំទំព័ររត់រំកិលតាមរឹមទំព័រគឺស្គាល់រឹមទំព័រអត់យើងបានរៀនពីរបៀបកំណត់ page setup នោះចេះកំណត់ page setup នោះកំណត់ margin ណាគេគេមសងខាងលើខាងក្រោមចេះកំណត់អស់នោះនេះដើម្បីឲ្យសុំរំកិលនេះដូចក្នុងរូបនេះរំកិលតាមរឹមទំព័រអ្នកត្រូវកំណត់រឹមទំព័រ margin ហ្នឹងបានន័យរឹមទំព័រក្នុង page setup ជាមុនសិនរួចចូលកំណត់សុំទំព័រចង់បានអញ្ចឹងណាអានេះសម្រាប់តែกระดาษផ្ដេកกระดาษបញ្ឈរចង់បានពុះពាក់កណ្ដាលអញ្ចឹងក៏បានដែរបើយើងកំណត់ជាទូទៅបើបដូរទៅกระดาษផ្ដេកកំណត់មកវាមិនចេញចេះត្រង់អត់វាអត់រត់បើយើងចង់បានតែមួយចំហៀងប៉ុណ្ណឹងត្រង់អត់ដូចសន្លឹក A4 របស់យើងវាមិនចេះត្រង់អត់ដល់ពេលយើងឧទាហរណ៍យើងធ្វើក្របសភៅសេជាតម្រងសភៅជាចេះត្រង់អត់ពេលយើង print មកមិនធ្វើមក print មកពេញប៉ុណ្ណឹងមកដល់ត្រង់អត់តែយើងចង់កាត់กระดาษ print ជា A5 ទេយើងចង់បានមួយសន្លឹកអញ្ចឹងដល់ពេលយកទៅដាក់ក្នុងសភៅរបស់យើងមិនដាក់បត់អញ្ចឹងមកត្រង់អត់អានេះក្របត្រង់អត់ចង់ឲ្យខាងនេះមានអីទៀតដាក់ទៀតមកត្រង់អត់នេះដូចក្នុងរូបនេះអញ្ចឹងចឹងឧទាហរណ៍បើយើងចូលទៅកំណត់ page border ជាក់ស្ដែងចឹងខ្ញុំបដូរกระดาษទៅអត់ទាន់កំណត់ margin ទេណាបដូរទិសกระดาษទៅផ្ដេកសិននេះទិសกระดาษកន្លែងនេះបដូរខ្ញុំ zoom មកនេះបន្តិចចូល design មក page border page border ដែលហើយយើងដាក់វាជា art ណាមួយមកចុច OK ឃើញអត់អញ្ចឹងកំណត់មកខាងនេះវិញអត់បានទេតើណាត់តើតែយើងចូលទៅកំណត់ layout នេះសិនកំណត់ margin ណាអញ្ចឹងយើងចុចមកលើ page setup នេះមកឬក៏ចុចមក margin ចូលខាងក្រោមនេះក៏បានដែរអញ្ចឹងវានឹងមកដល់កន្លែងរឹមទំព័រនេះ margin អញ្ចឹងយើងរំកិលនេះអញ្ចឹងតំបន់កិច្ចការរបស់យើងគឺសរសេរមកទាំងមូលនេះត្រូវអត់ព្រោះណាយើងចង់ឲ្យ frame នេះវារត់មកដល់ពាក់កណ្ដាលហ្នឹងត្រូវអត់ដូចក្នុងរូបនេះចង់បានទៅត្រឹមពាក់កណ្ដាលហ្នឹងទេអញ្ចឹងយើងកំណត់យ៉ាងម៉េចយើងកំណត់ឲ្យវាសល់អាគេខាងនេះមកតើណាត់កំណត់ឲ្យវាសល់យើងត្រូវគិតលេខនេះមកនេះយើងកំណត់យកប៉ុន្មានឲ្យវាសល់នេះយើងបាននេះមកកំណត់តែខាងឆ្វេងឲ្យវារត់ចូលមកនេះតិចមកអញ្ចឹង left ហ្នឹងបានន័យតែខាងឆ្វេងណាអញ្ចឹងយើងមើលលេខនៅនេះលេខនៅនេះបានត្រឹមប៉ុន្មានសល់ប៉ុន្មាន2.54អញ្ចឹងយើងចង់ឲ្យវារត់មកនេះត្រឹមលេខ12នេះយើងសាកដាក់លេខ12លោកមើលហើយចុច OK មកអញ្ចឹងយើងមើលអាកន្លែងcursor នេះវានឹងរត់មកកន្លែងនេះឲ្យត្រង់អត់អញ្ចឹងតំបន់កិច្ចការរបស់យើងសរសេរមកគឺតែត្រឹមហ្នឹងទេណាអត់អញ្ចឹងយើងកំណត់មុននឹងយើងកំណត់ frame ឲ្យវាយើងត្រូវកំណត់រឹមទំព័រសិនណាអត់កំណត់ប៉ុណ្ណឹងបានហើយយើងចូល design វិញមករួចហើយយើងចូល page border បន្ទាប់មកនៅខាងក្រោមនេះមានពាក្យថា option ជ្រើសរើសមកហើយយើងអត់បដូរអីច្រើនទេយើងគ្រាន់តែបដូរកន្លែងនេះទៅ tick មកបើយើងយក edge of page បានន័យថាជុំវិញនេះបើយើងយក tick បានន័យថាអក្សរនៅដល់កន្លែងត្រឹមគែមកដាស់កន្លែងណាគឺវារត់តាមត្រឹមហ្នឹងបានន័យថា frame ហ្នឹងណាចុច OK មកហើយ OK ទៀតមកនេះ
វានឹងរត់តាមបើវានៅសល់រៀងទូចពេកយើងស្មានទៀតមកយើងចូល layout យើងបង្ខិតបន្តិចមកនេះខិតអា left នេះបន្តិចមកដល់ណាត់ដាក់14លោមើរៀងមកនេះអត់វាសល់ខាងនេះច្រើនពេកចង់មកវិញបន្ថយតិចមកតែការងារនេះជាក់ស្ដែងគឺគេវាស់ហនវាសក្រិតនេះឧទាហរណ៍กระดาษយើងវាស់ក្នុងกระดาษជាក់ស្ដែងបណ្ដោយមានម៉ែត្រមែនទេវាស់មកនេះបាទត្រឹមណាឧទាហរណ៍បត់មិនត្រឹមណាបត់ត្រឹមណាមើលមកដល់ពេលយើងដាក់ frame មិនកុំឲ្យវាហៀដល់ពេលយើងមើលដឹងប៉ុណ្ណេះប្រហែលឧទាហរណ៍ប៉ុណ្ណេះ10 cm ចុះដល់ពេលដែលយើងដាក់មកនេះអា frame ខាងនេះយើងឃើញនេះនេះ frame គឺត្រឹមគេមនឹងទេអសត្រឹមនេះទេដល់ពេលតែ frame នេះវារត់មកក្រៅវាស៊ីអស់ប្រហែល cm ទៀតយើងគិតអានឹងផងតែណត់ចង់ដឹងថានេះស៊ីប្រហែល cm យើងមើលកន្លែងនេះមកនេះកន្លែងយើងកំណត់នេះអញ្ចឹងទំហំវាប៉ុណ្ណេះអញ្ចឹងវាធំយើងស្មានមកតែណត់មិនន័យថាបើអានេះ10 cm ហើយយើងចង់ឲ្យ frame វាមកដល់កលៀតត្រឹមនេះអញ្ចឹងយើងត្រូវកំណត់ page អីគេកំណត់កន្លែងរឹមទំព័រយើងហ្នឹងឲ្យវាចូលកន្លែងនេះលើ10 cm ទៅកុំដាក់10 cm ត្រឹមដល់ពេលយើង print មកដាក់តា frame នេះដល់ពេលយើងយកមកបិទជាមួយនឹងសភៅរបស់យើងមិននេះវាដល់អាកន្លែងនេះហើយចង្អួរហ្នឹងតែអត់ចឹងវាបាត់អា frame នេះបាត់ហើយមើលអត់ឃើញទេអញ្ចឹងយើងត្រូវគិតអញ្ចឹងឯងនេះការងារយើង design គឺយើងគិតអញ្ចឹងឯងនិយាយរួមការងារហ្នឹងគឺយើងការងាររបស់ពុំ design ហ្នឹងគឺគិតបែបហ្នឹងឥឡូវលោកគ្រូនឹងគ្រូអនុវត្តប៉ុណ្ណេះនៅកន្លែងសិនធ្វើកើតអត់តោះឥឡូវយើងចូលចំណុចថ្មីគឺរបៀបកំណត់ប្រភេទกระดาษអានេះរបៀបកំណត់សុំទំពើចានេះរបៀបកំណត់ភេទกระดาษឬសុំទំពើអញ្ចឹងយើងចំណាំមើលនៅពេលដែលយើងបង្កើតសុំយើង enter មកបង្កើតទំព័រថ្មីសុំវានៅដដែលត្រង់នេះនៅពេលយើងបង្កើតសុំយើងដាក់សុំឲ្យវាបានន័យថាវាសង្កេតមើលផងនៅពេលយើង enter បន្ទាត់បង្កើតกระดาษថ្មីសុំវានៅតែដដែលយើងអាចដូរបានទេបាទបើយើងចូលទៅដូរវាដូរទាំងអស់ដល់ណាត់នេះឃើញទេអញ្ចឹងយើងធ្វើយ៉ាងម៉េចហើយដល់ពេលយើងចង់បានអានេះกระดาษប្រឈោដល់ពេលមកกระดาษនេះกระดาษផ្ដេកដល់ពេលយើងចូលទៅបដូរកន្លែង layout នេះបដូរទៅกระดาษផ្ដេកដូរផ្ដេកទាំងអស់តែណាត់អញ្ចឹងកន្លែងនេះយើងមើលបន្តិចខ្ញុំបិទសិនអញ្ចឹងយើងមើលកន្លែងនេះអញ្ចឹងរបៀបកំណត់ប្រភេទกระดาษឬសុំទំព័រឲ្យខុសគ្នាក្នុងករណីឯកសារមួយមានច្រើនទំព័រអញ្ចឹងគេថាឧទាហរណ៍ថាយើងមានយើងចង់បានកระดาษផ្ដេកមានសុំរូបផ្កាกระดาษប្រឈោមានសុំរូបសត្វនៅទំព័រទី2នេះដូចនេះហើយមានសុំរូបក្បាច់នៅទំព័រទី3กระดาษផ្ដេកអញ្ចឹងអានេះផ្ដេកប្រឈោផ្ដេកតែយើងកំណត់មិនលទ្ធផលណាអានេះគឺលទ្ធផលចេញចេះអញ្ចឹងដើម្បីកំណត់បានយើងនេះទំព័រទី1វាកំណត់ទំព័រទី1នៅក្នុង slide មានចាំតើមើលក្នុង slide ទៅបើធឿនដំបូងដាក់ cursor ក្នុងទំព័រទី1ចុច layout ដាក់រូបដាក់សុំការនេះមកមើលតាមដឹងមកអញ្ចឹងខ្ញុំនេះនៅទំព័រទី2មានអត់អញ្ចឹងមានតែទំព័រទី3ខ្ញុំកំណត់តែម្ដងទៅខ្ជិលអា
ចឹងរបៀបទី1គឺយើងកំណត់អានេះមើលលទ្ធផលសិនអានេះគឺกระดาษចឹងអក្សរយើងកំណត់បានហើយយើងសរសេរអក្សរស្រួលទេត្រូវអត់អានេះกระดาษបដិចឹងกระดาษបដិយើងកំណត់មក layout យកกระดาษបដិមកឃើញអត់បដិណា enter ចឹងយើងដាក់សុំមកវាមួយសិនក៏បានដែរនេះសុំរូបនេះចុះដាក់រូបអីក៏បានដែរតែខុសគ្នាដាក់រូបទី1មកហើយនេះយើងជ្រើសរើសយកនេះកន្លែង apply to នេះយើងជ្រើសរើសយកនេះthis section អានេះក្បាច់លឿន enter មកបង្កើតទំព័រមួយទៀតអានេះក្តារអីគេក្តារបញ្ឈរក្តារបញ្ឈរចូល layout មកសេរីវាមកកន្លែង page setup នេះតែណត់ចុចឲ្យវាចេញអញ្ចឹងសិនណាមិនមែនដូរក្តារបញ្ឈរនេះចេញទេណាហើយដាក់អានេះទៅបញ្ឈរតបមកកន្លែង apply to នេះយើងជ្រើសរើសយក this point តែណត់ហើយចេញអត់ចឹងងាយបើប្រើមកវិធីទៀតនេះពិបាកបន្តិចចឹងបានទំព័រមួយទៀតទំព័រនេះបដិទំព័រនេះឈរអញ្ចឹងមកទំព័រយើងបដូរក្បាច់វា border ដែលមកហើយយើងចាប់ផ្ដើមដូរនេះដល់ពេលដែលយើងដូរយើងកុំភ្លេចដូរកន្លែងនេះផង apply to នេះយក this section តើណាត់ចឹងមកបានវាអាចដាក់ page ខុសៗគ្នាបានលឿន enter មួយទៀតមក control enter មួយទៀតមកដើម្បីបង្កើតទំព័រមួយទៀតចឹងធ្វើដូចគ្នាចូល layout page setup ដាក់បដិកន្លែងនេះជ្រើសរើសយក this section ក៏បាន this point forward ក៏បានអូខេមកតែណាត់ចឹងវាបដូរទៅបដិតមកចូល design អាចជ្រើសរើសនេះមក this section ដែរមកតែណត់អាចដាក់ frame ខុសៗគ្នាបានបើយើងអត់ធ្វើអញ្ចឹងទេខាងលើជើបមកពីសុំប្រភេទណាគឺចេញមកសុំដូចគ្នាទាំងអស់តែឥឡូវយើងអនុវត្តប៉ុណ្ណឹងមក